សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងធ្វើការស្វែងយល់រវាង editor selector area ហើយនិង editor អូខេអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច subscribe សូមជួយចុច subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Blender អញ្ចឹងនៅពេលណាបងប្អូនបើកកម្មវិធី Blender មកវានឹងបង្ហាញលក្ខណៈរបៀបនេះអញ្ចឹងអ្វីដែលយើងត្រូវស្វែងយល់មុនដំបូងគេគឺតកតងជាមួយនឹង area ហើយនិង editor អូខេអញ្ចឹងបងប្អូនមើលអឺសម្រាប់ផ្ទាំងធំនេះគេហៅថា area អញ្ចឹង area វាប្រៀបដូចជាបន្ទប់មួយអញ្ចឹងហើយ area ហ្នឹងគឺវាផ្ទុកនៅ editor អញ្ចឹងសម្រាប់ editor វាគឺជា option គឺជាជម្រើសដែលយើងធ្វើការជ្រើសរើសដាក់នៅក្នុង area ហ្នឹងហើយអញ្ចឹងបើសិនបើយើងពិនិត្យមើលខ្ញុំទាញនេះសិនអូខេអញ្ចឹង area ដែលយើងកំពុងស្ថិតនៅនេះគឺវាមានចំនួន4 area ធំនេះមួយហើយ area តូចនេះមួយហើយ area ប្រឈមនេះមួយហើយនិង area ផ្ដេកនេះមួយអញ្ចឹងសម្រាប់ area ធំនេះគឺវាផ្ទុកនៅ editor មួយឈ្មោះថា 3D viewport នេះបងមើលបងប្អូនមើលដល់គ្នានេះគឺ 3D viewport ហើយសម្រាប់នៅកន្លែងនេះ area តូចមួយនេះគឺវាទុកនៅ editor មួយឈ្មោះថា outliner អញ្ចឹងគឺយើងคลิกកន្លែងនេះមកនេះបងប្អូនឃើញនេះ outliner រីឯ area នេះគឺវាផ្ទុកនៅ property នៅកន្លែងនេះនេះបងប្អូនមើលរីឯ area ខាងក្រោមនេះគឺវាផ្ទុកនៅ timeline មើលនេះ timeline អូខេអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹង area គឺវាប្រៀបដូចជាបន្ទប់មួយរីឯeditor វាគឺជា option គឺជាជម្រើសសម្រាប់ឲ្យយើងធ្វើការជ្រើសរើសដាក់ចូលនៅក្នុង area ហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំចង់ធ្វើការដូរ editor នៅក្នុង area នេះគឺយើងចូលទៅកន្លែង editor selector អញ្ចឹងនៅកន្លែងនេះគឺជា editor selector នៅគ្រប់ area ទាំងអស់បងប្អូនមកនៅកន្លែងនេះគឺជា editor selector រីឯនៅកន្លែងនេះគឺជា editor selector អញ្ចឹងប្រើដើម្បីធ្វើការផ្លាស់ប្ដូរ editor ឥឡូវឧទាហរណ៍ខ្ញុំចង់ធ្វើការផ្លាស់ប្ដូរeditor នេះចេញអញ្ចឹងគឺខ្ញុំគ្រាន់តែធ្វើការ click ហើយខ្ញុំជ្រើសរើសប្រភេទ editor ថ្មីឥឡូវខ្ញុំជ្រើសរើសយក UV editor ជាង click លើវាមកអូខេចាំបងប្អូនឃើញarea នេះគឺវាបានធ្វើការផ្លាស់ប្ដូរ editor របស់វាមក UV editor ឥឡូវយើងធ្វើការផ្លាស់ប្ដូរវាទៀតជាខ្ញុំ click នៅកន្លែងនេះមកហើយខ្ញុំយក editor ថ្មីគឺ timeline ខ្ញុំ click មកគឺជា timeline អញ្ចឹងអានេះគឺជា editor timeline ហើយខាងក្រោមនេះគឺជា editor timeline ហើយវាផ្ទុកនៅក្នុង area ផ្សេងគ្នានេះ area មួយនេះ area មួយអូខេឥឡូវខ្ញុំដូរទៀតឧទាហរណ៍ថាខ្ញុំដូរclick ឡើងនេះមកខ្ញុំដូរទៅកាន់ editor ថ្មីមួយទៀតគឺជា shader editor អញ្ចឹងគឺវាផ្លាស់ប្ដូរយើងឥឡូវយើងធ្វើការដូរវាមក 3D viewport វិញជាខ្ញុំ click កន្លែងហ្នឹងមកហើយខ្ញុំ click យកពាក្យថា 3D viewport អូខេអញ្ចឹងអានេះគឺវាមក editor ចាស់វាវិញគឺ 3D viewport អូខេឥឡូវខ្ញុំទាញ break កន្លែងនេះបន្តិចអញ្ចឹងយើងអាចទាញ break វាដោយយើងយក cursor ដាក់ទៅតាមព្រំដែនរបស់វានេះឲ្យចេញសញ្ញាព្រួញក្បាលពីររបៀបហ្នឹងហើយយើង click ទាញវាមកទាញឡើងលើចុះក្រោមដើម្បីធ្វើការ resize វាឆ្វេងស្ដាំអូខេឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើការផ្លាស់ប្ដូរ editor នេះអញ្ចឹងគឺខ្ញុំចូលមកកន្លែង editor selector នេះមក click លើវាហើយធ្វើការជ្រើសរើសទៅលើប្រភេទ editor ដែលយើងចង់យកមកប្រើប្រាស់ឥឡូវឧទាហរណ៍ខ្ញុំយក image editor អូខេឃើញគឺវាផ្លាស់ប្ដូរតែម្ដងឥឡូវឧទាហរណ៍នៅកន្លែងនេះខ្ញុំចង់ធ្វើការផ្លាស់ប្ដូរ editor របស់វាអញ្ចឹងខ្ញុំ click ទៅលើ editor selector ហើយយើងរើសប្រភេទ editor ថ្មីឥឡូវខ្ញុំយក crop editor អូខេអញ្ចឹងគឺវាធ្វើការផ្លាស់ប្ដូរ editor អញ្ចឹងនៅក្នុងមេរៀននេះគឺយើងធ្វើការស្វែងយល់រវាង area ហើយនឹង editor ហើយយើងក៏បានស្វែងយល់អំពីការផ្លាស់ប្ដូរទៅលើប្រភេទ editor ឥឡូវឧទាហរណ៍ដល់កន្លែងនេះខ្ញុំធ្វើការផ្លាស់ប្ដូរវាមក
property editor វិញយើង click ឡើងនេះមកហើយយើងយក property editor ហ្នឹងណា property នេះអូខេនេះខ្ញុំយកវាជា outliner វិញ click ទៅវាមកហើយយើងយក outliner អានេះយើងអាចទាញវាឡើងលើចុះក្រោមរបៀបនេះដើម្បីបរិយាឲ្យធំបើសិនបើយើងត្រូវការធ្វើការនៅលើ timeline ហើយយើងអាចធ្វើការផ្លាស់ប្ដូរប្រភេទ editor វាបានជួយខ្ញុំ click លើវាមកហើយខ្ញុំជ្រើសរើសប្រភេទ editor ថ្មីឧទាហរណ៍ថាខ្ញុំត្រូវការទៅលើ property ឧទាហរណ៍អញ្ចឹង click លើវាមកអូខេនេះគឺជា property ហើយនេះគឺជា property ដែរប៉ុន្តែវាស្ថិតនៅក្នុង area ខុសគ្នាអានេះ area 1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 អូខេឥឡូវខ្ញុំដូរវាមក timeline វិញអូខេហើយខ្ញុំទាញវាចុះក្រោមចឹងខ្ញុំបញ្ជាក់ចុងក្រោយ area វាប្រៀបបីដូចជាបន្ទប់ដើម្បីធ្វើការផ្ទុកនៅ editor នៅក្នុង area យើងអាចធ្វើការផ្លាស់ប្ដូរ editor បានច្រើនប្រភេទរីឯក្បាលវាឬក៏យើងហៅថា editor selector ប្រើដើម្បីធ្វើការផ្លាស់ប្ដូរប្រភេទ editor សូមអរគុណសូមជម្រាបលា